សូមចម្រើនពរនិងសួស្តីញាតិញោមនិងអ្នកស្ដាប់ជាទីមេត្រីរាត្រីនេះគឺជាពេលវេលាដែលធម្មជាតិកំពុងសម្រាលពន្លឺព្រះច័ន្ទកំពុងចាំងមកយ៉ាងស្រទន់សំឡេងសត្វល្អិតយំតិចៗនៅខាងក្រៅវាគឺជាបរិយាកាសដ៏ល្អបំផុតដែលយើងត្រូវចំណាយពេលបន្តិចបន្តួចដើម្បីសម្លឹងមើលទៅក្នុងចិត្តរបស់ខ្លួនឯងក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗជារឿយៗយើងតែងតែយើងរត់តាមរកអ្វីដែលយើងគិតថាជាសេចក្តីសុខយើងរត់តាមរកលុយកាក់តំណែងកិត្តិយសប៉ុន្តែនៅពេលដែលយើងបានវាមកហើយតើហេតុអ្វីបានជាចិត្តរបស់យើងនៅតែហត់នឿយហេតុអ្វីបានជាយើងនៅតែដេកមិនលក់ញាតិញោមដឹងទេសេចក្តីសុខពិតប្រាកដវាមិនមែនជារង្វាន់ដែលយើងទទួលបានបន្ទាប់ពីការខំប្រឹងប្រែងរាប់ឆ្នាំនោះទេប៉ុន្តែវាគឺជាដំណើរផ្លូវដែលយើងកំពុងដើរក្នុងពេលនេះឯងចូលអ្នករៀបចំឥរិយាបថដេកឲ្យមានភាពសមស្របបន្ធូរសាច់ដុំលើផ្ទៃមុខបន្ធូរស្មាទាំងសងខាងបន្ធូរដៃជើងឲ្យស្រាលបំផុតរួចបិទភ្នែកចុះយឺតវគ្គទី1ការដឹងខ្លួនក្នុងដង្ហើមចូលចាប់ផ្ដើមជាមួយមិត្តល្អបំផុតរបស់យើងគឺដង្ហើមដកដង្ហើមចូលឲ្យវែងដឹងថាដង្ហើមចូលដកដង្ហើមចេញឲ្យអស់ដឹងថាដង្ហើមចេញមានអារម្មណ៍ថាដង្ហើមនីមួយៗគឺជាការម៉ាស្សាចិត្តរបស់អ្នកវាកំពុងតែនាំយកភាពស្ងប់ស្ងាត់ចូលទៅគ្រប់កោសិកានៃរាងកាយនៅពេលអ្នកដកដង្ហើមចូលអ្នកកំពុងស្រូបយកជីវិតនៅពេលអ្នកដកដង្ហើមចេញអ្នកកំពុងលះបង់ភាពហត់នឿយគង់បង្ខំដង្ហើមទុកឲ្យវាដើរទៅតាមធម្មជាតិរបស់វាចិត្តរបស់អ្នកក៏ដូចគ្នាដែរកុំបង្ខំវាឲ្យឈប់គិតភ្លាមគ្រាន់តែដឹងថាវាគិតរួចត្រឡប់មកតាមដានដង្ហើមវិញវគ្គទី2សិល្បៈនៃការដាក់ចត់ញាតិញោមនិងអ្នកស្ដាប់ជាទីស្រឡាញ់ក្នុងមួយថ្ងៃយើងបានកាន់របស់ច្រើនណាស់យើងកាន់ទូរស័ព្ទយើងកាន់ឯកសារយើងកាន់បញ្ហាគ្រួសារយើងកាន់បញ្ហាមិត្តភក្តិប៉ុន្តែអ្វីដែលធ្ងន់បំផុតគឺយើងកាន់ចិត្តដែលពោពេញទៅដោយការរំពឹងទុកព្រះតេជព្រះគុណចង់សួរអ្នកថាតើអ្នកចង់កាន់របស់ទាំងនោះទៅដេកជាមួយដែរឬទេគ្រែរបស់អ្នកមានទំហំល្មមតែសម្រាប់រាងកាយរបស់អ្នកប៉ុណ្ណោះវាមិនមានកន្លែងទុកសម្រាប់ភាពស្មុគស្មាញឬការព្រួយបារម្ភឡើយចូលសាកល្បងស្រមៃមើលអ្នកកំពុងឈរនៅមាត់ច្រាំងទ្រលាមួយនាពេលព្រលឹមក្នុងដៃរបស់អ្នកមានស្ពាយកតាបមួយដ៏ធ្ងន់ដែលផ្ទុកទៅដោយដុំថ្មនីមួយតំណាងឲ្យរឿងដែលធ្វើឲ្យអ្នកឈឺចាប់ក្នុងថ្ងៃនេះឥឡូវនេះចូលដោះកតាបនោះចេញពីស្មារួចដាក់វាចុះនៅលើដីមានអារម្មណ៍ថាស្មារបស់អ្នកស្រាលទេមានអារម្មណ៍ថាខ្នងរបស់អ្នកធូរទេ
ចិត្តរបស់អ្នកក៏ដូចគ្នាដែរនៅពេលដែលអ្នកព្រមដាក់ចុះសេចក្តីសុខនឹងកើតឡើងភ្លាមវគ្គទី3ការរស់នៅជាមួយបច្ចុប្បន្នភាពមានពាក្យមួយឃ្លាពោលថាម្សិលមិញគឺជាប្រវត្តិសាស្ត្រថ្ងៃស្អែកគឺជាអតង្កបាំងប៉ុន្តែថ្ងៃនេះគឺជាកាដូមនុស្សយើងភាគច្រើនស្លាប់ដោយម្សិលមិញនិងថ្ងៃស្អែកម្សិលមិញយើងធ្វើខុសយើងស្ដាយក្រោយថ្ងៃស្អែកយើងខ្លាចមិនមានលុយខ្លាចគេមិនស្រឡាញ់ចុះបច្ចុប្បន្នភាពនៅឯណាសេចក្តីសុខគឺស្ថិតលើត្រង់នេះនិងពេលនេះនៅពេលអ្នកកំពុងដេកលើគ្រែដ៏កក់ក្ដៅនេះចូលដឹងថាអ្នកកំពុងដេកនៅពេលអ្នកកំពុងស្ដាប់សំឡេងរបស់ព្រះតេជព្រះគុណចូលដឹងថាអ្នកកំពុងស្ដាប់កុំឲ្យចិត្តទៅដើរលេងនៅឆ្ងាយហើយវាត្រឡប់មកផ្ទះវិញផ្ទះដែលស្ងប់បំផុតគឺក្នុងដង្ហើមរបស់អ្នកវគ្គទី4ការព្យាបាលចិត្តដោយមេត្តាធម៌មុននឹងលងលក់ទៅចូលអភ័យទោសឲ្យមនុស្សគ្រប់គ្នាអភ័យទោសឲ្យអ្នកនិយាយមិនល្អពីយើងអភ័យទោសឲ្យអ្នកធ្វើឲ្យយើងខកចិត្តនិងអ្វីដែលសំខាន់បំផុតគឺអភ័យទោសឲ្យខ្លួនឯងគ្មានមនុស្សណាម្នាក់ល្អអត្តកិច្ចយើងទាំងអស់គ្នាសុទ្ធតែជាសិស្សនៃសាលាជីវិតយើងធ្វើខុសដើម្បីរៀនយើងឈឺចាប់ដើម្បីរឹងមាំចូលផ្ញើមេត្តាចិត្តទៅពិភពលោកសូមឲ្យខ្ញុំមានសេចក្តីសុខសូមឲ្យមនុស្សដែលខ្ញុំស្រឡាញ់មានសេចក្តីសុខនិងសូមឲ្យមនុស្សដែលខ្ញុំមិនចូលចិត្តក៏មានសេចក្តីសុខដែរកាលណាអ្នកមិនមានពៀនឹងនរណាដំណេករបស់អ្នកនឹងคล้ายជាដំណេករបស់ទេវតាវគ្គទី5ការរំលាយខ្លួនចូលទៅក្នុងសន្តិភាពរបស់រាត្រីឥឡូវនេះសំឡេងតន្ត្រីនឹងកាន់តែយឺតទៅហើយរាងកាយរបស់អ្នកកាន់តែធ្ងន់ប៉ុន្តែចិត្តរបស់អ្នកកាន់តែស្រាលអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងអណ្ដែតនៅក្នុងពពកដ៏ទន់ល្មើយមិនមានអ្វីត្រូវបារម្ភមិនមានអ្វីត្រូវស្ដាយក្រោយមានតែភាពស្ងប់និងស្ងប់ចូលលំលក់ទៅក្នុងសន្តិភាពរបស់បច្ចុប្បន្នភាពចូលលំលក់ទៅដោយដឹងថាអ្វីគឺល្អបំផុតហើយចូលលំលក់ទៅឲ្យជ្រៅបំផុតដកដង្ហើមចូលស្ងប់ដកដង្ហើមចេញញញឹមស្ងប់ញញឹមស្ងប់ញញឹមសូមចម្រើនពរនិងសួស្តីញាតិញោមនិងអ្នកស្ដាប់ជាទីមេត្រីយើងជួបគ្នាម្ដងទៀតហើយក្នុងរាត្រីដ៏សែនមនោរម្យនេះពេលនេះពិភពលោកនៅខាងក្រៅកំពុងតែសម្រាកពីភាពវឹកវរឡានដែលធ្លាប់តែរត់ខ្វាខ្វែងក៏បានឈប់មនុស្សដែលធ្លាប់តែប្រជែងគ្នាក៏បានសម្រាកហើយទូរស័ព្ទដែលធ្លាប់តែរត់មិនឈប់ក៏ត្រូវបានទុកមួយឡែករាត្រីនេះគឺជាឱកាសមាសសម្រាប់ចិត្តរបស់អ្នក
វាគឺជាពេលវេលាដែលអ្នកត្រូវផ្ដល់រង្វាន់ដល់ខ្លួនឯងបន្ទាប់ពីបានតស៊ូជាមួយការងារនិងបញ្ហាមកពេញមួយថ្ងៃកុំមានអារម្មណ៍ថាការសម្រាកគឺជាការខ្ជិះខ្ចាយពេលវេលាអីព្រោះថាបើគ្មានការសម្រាកក៏គ្មានកម្លាំងសម្រាប់តស៊ូនៅថ្ងៃស្អែកដែរចូលអ្នករៀបចំខ្លួនដេកផ្ងាឲ្យមានរបៀបទុកឲ្យដៃទាំងសងខាងដាក់ចុះតាមដងតួដោយសេរីបន្ធូរម្រាមដៃបន្ធូរម្រាមជើងបន្ធូរសាច់ដុំកបិទភ្នែករបស់អ្នកយឺតហើយទទួលយកសេចក្តីសុខដែលកំពុងតែហូរចូលក្នុងបេះដូងវគ្គទី1ការជំរែកភាពល្អកកនៃចិត្តចូលចាប់ផ្ដើមដកដង្ហើមចូលឲ្យវែងបំផុតស្រមៃថាអ្នកកំពុងស្រូបយកថាមពលនៃសន្តិភាពពណ៌សស្អាតចូលទៅព្យាបាលរាល់កន្លែងដែលហត់នឿយក្នុងខ្លួនដកដង្ហើមចេញយឺតស្រមៃថាអ្នកកំពុងបញ្ចេញផ្សែងនៃភាពហត់នឿយចេញមកក្រៅញាតិញោមដឹងទេចិត្តរបស់យើងប្រៀបដូចជាទឹកនៅក្នុងកែវកាលណាយើងយួរវាដើរចុះដើរឡើងពេញមួយថ្ងៃទឹកនោះវានឹងល្អក់វានឹងរញ្ជួយដោយសារខ្យល់និងធូលីដីប៉ុន្តែនៅពេលដែលយើងដាក់កែវនោះចុះឲ្យនៅស្ងៀមលើតុមិនយូរប៉ុន្មានកកទាំងឡាយនឹងធ្លាក់ចុះទៅបាតហើយទឹកនឹងប្រែជាថ្លាឆ្វេងវិញពេលនេះចូលដាក់កែវនៃចិត្តរបស់អ្នកចុះកុំរញ្ជួយវាទៀតអីកុំព្យាយាមកូរវាដោយការគិតច្រើនអីទុកឲ្យវាស្ងប់ទៅតាមធម្មជាតិចុះវគ្គទី2ការយល់ពីតម្លៃនៃភាពស្ងប់ស្ងាត់ពិតប្រាកដមនុស្សយើងភាគច្រើនខ្លាចភាពស្ងប់ស្ងាត់យើងមានអារម្មណ៍ថាឯកានៅពេលដែលគ្មានសម្លេងអីទាំងអស់ប៉ុន្តែការពិតភាពស្ងប់ស្ងាត់គឺជាមាត្រានៃបញ្ញានិងជាថ្នាំដ៏ស័ក្តិសិទ្ធិនៅក្នុងភាពស្ងប់អ្នកនឹងឮសំឡេងបេះដូងខ្លួនឯងច្បាស់ជាងមុនអ្នកនឹងឃើញរឿងរ៉ាវដែលអ្នកធ្លាប់មើលរំលងអ្នកនឹងរកឃើញចម្លើយនៃបញ្ហាដែលអ្នកធ្លាប់តែគិតមិនចេញកាលពីពេលមមាញឹកញ៉ាញ់ចូលរៀនរស់នៅជាមួយភាពស្ងប់ស្ងាត់ក្នុងរាត្រីនេះកុំបារម្ភថាអ្នកគ្មានមិត្តភក្តិជជែកជាមួយព្រោះសតិគឺជាមិត្តដ៏ល្អបំផុតរបស់អ្នកកុំបារម្ភថាពិភពលោកភ្លេចអ្នកព្រោះនេះគឺជាពេលវេលាដែលអ្នកត្រូវចងចាំខ្លួនឯងឲ្យបានច្រើនជាងមុនចូលរីករាយនឹងភាពស្ងប់ស្ងាត់នេះដូចជាអ្នកកំពុងស្ដាប់តន្ត្រីដ៏ពីរោះដែលមិនមានសំឡេងវគ្គទី3ការរំលាយបន្ទុកដែលមើលមិនឃើញញាតិញោមនិងអ្នកស្ដាប់ជាទីមេត្រីអ្វីដែលធ្វើឲ្យយើងហត់ពិតប្រាកដមិនមែនជាទម្ងន់នៃរូបរាងកាយនោះទេប៉ុន្តែវាគឺជាទម្ងន់នៃអារម្មណ៍ដែលយើងផ្ទុកយើងធ្វើការបណ្ដាយើងខឹងនឹងសម្ដីអ្នកដទៃបណ្ដាយើងបារម្ភពីលទ្ធផលដែលមិនទាន់មកដល់បណ្ដាបន្ទុកទាំងនេះមានទម្ងន់ធ្ងន់ជាងថ្មភ្នំទៅទៀតព្រោះវាចងរឹតយើងគ្រប់វិនាទីក្នុងរាត្រីនេះចូលពិនិត្យមើលថាតើមានរឿងអ្វីខ្លះដែលអ្នកកំពុងតែសែងក្នុងចិត្តរឿងដែលគេមើលងាយនេះចូលបោះបង់វាចោលទៅព្រោះវាមិនមែនជាការពិតរបស់អ្នកឡើយរឿងដែលអ្នកធ្វើខុសឆ្គងកាលពីព្រឹកមិញចូលអភិយ័យទោសឲ្យខ្លួនឯងទៅព្រោះអ្នកបានរៀនពីវាហើយរឿងដែលមិនទាន់កើតឡើងនៅថ្ងៃស្អែកចូលទុកឲ្យថ្ងៃស្អែកជាអ្នកដោះស្រាយទៅកុំយកកង្វល់ស្អែកមកសម្លាប់សេចក្តីសុខយកនេះអីពេលនេះអ្នកមិនមែនជាអ្នកមានឬអ្នកក្រអ្នកមិនមែនជាអ្នកចាន់ឬអ្នកឈ្នះឡើយអ្នកគ្រាន់តែជាជីវិតមួយដែលត្រូវការសន្ទុះប្រណីនិងការសម្រាកគ្រាន់តែប៉ុណ្ណោះក៏គ្រប់គ្រាន់នឹងមានក្តីសុខហើយវគ្គទី4ការដាំដុះក្តីស្រឡាញ់និងការដឹងគុណចំពោះកាយចូលផ្ញើសារនៃក្តីស្រឡាញ់ទៅកាន់រាងកាយរបស់អ្នកអរគុណជើងទាំងសងខាងដែលបាននាំខ្ញុំដើរតស៊ូពេញមួយថ្ងៃឥឡូវនេះសម្រាប់ចុះណាខ្ញុំលែងឲ្យអ្នកហត់ទៀតហើយអរគុណដៃទាំងសងខាងដែលបានជួយលើកជួយកាន់ការងារជាច្រើនឥឡូវនេះបន្ធូរចុះណាអ
អរគុណបេះដូងនិងស្លួតដែលនៅតែធ្វើការក្នុងប្រយោជន៍ខ្ញុំសូម្បីតែខ្ញុំភ្លេចគិតពីពួកគេអរគុណខួរក្បាលដែលបានជួយដោះស្រាយបញ្ហាដ៏ស្មុគស្មាញឥឡូវនេះឈប់គិតចុះណាសូម្បីតែម៉ាស៊ីនក៏ត្រូវការបិទដើម្បីត្រជាក់ដែរនៅពេលដែលអ្នកចាប់ផ្ដើមស្រឡាញ់និងមេត្តាដល់កាយចិត្តខ្លួនឯងបែបនេះនោះថាមពលនៃការព្យាបាលនឹងកើតឡើងអ្នកនឹងមានអារម្មណ៍ថាកុកដៅនិងមានសុវត្ថិភាពបំផុតវគ្គទី5ការលងលោបក្នុងមហាសមុទ្រនៃសន្តិភាពឥឡូវនេះពិភពលោកទាំងមូលបានរលាយបាត់អស់ហើយនៅសល់តែភាពស្ងប់ស្ងាត់និងដង្ហើមដ៏ឡាវស្រទាបដូចជាស្លាបបាក់សៃអណ្ដែតលើអាកាសអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងអណ្ដែតនៅក្នុងលំហដ៏ធំល្វឹងល្វើយដែលគ្មានការឈឺចាប់គ្មានការប្រកួតប្រជែងគ្មានការប្រៀបធៀបមានតែភាពសុខសាន្តមានតែភាពបរិសុទ្ធមានតែសេចក្តីសុខដៃត្រជាក់ត្រជុំចូលលងលោទៅក្នុងភាពស្ងប់ស្ងាត់នៃរាត្រីដ៏ពិសេសនេះចូលលងលោទៅដោយដឹងថាអ្នកគឺជាមនុស្សដ៏អស្ចារ្យដែលបានឆ្លងកាត់ថ្ងៃនេះយ៉ាងរឹងមាំចូលលងលោទៅឲ្យជ្រៅជ្រៅបំផុតដកដង្ហើមចូលស្ងប់ដកដង្ហើមចេញឡាលស្ងប់ឡាលស្ងប់ឡាលសូមចម្រើនពរនិងសួស្តីញាតិញោមនិងអ្នកស្ដាប់ជាទីមេត្រីរាត្រីនេះគឺជាយប់ដ៏សែនស្ងប់ស្ងាត់បំផុតយើងបានឆ្លងកាត់ការរៀនរក់ក្នុងបច្ចុប្បន្ននិងការរំលាយភាពហត់នឿយនៃរាងកាយរួចមកហើយប៉ុន្តែមានជាតិពុលម្យ៉ាងទៀតដែលជារឿយវាដេកស៊ីជម្រៅក្នុងបេះដូងរបស់យើងហើយវាជាអ្នករារាំងមិនឲ្យយើងដេកលក់ស្កប់ស្កល់ឡើយជាតិពុលនោះគឺកំហឹងនិងភាពអាអន់ចិត្តតើមានមនុស្សប៉ុន្មានអ្នកដែលអ្នកកំពុងតែខឹងក្នុងចិត្តតើមានពាក្យសម្ដីប៉ុន្មានម៉ាត់ដែលគេនិយាយមកលើអ្នកកាលពីរាប់ខែរាប់ឆ្នាំមុនប៉ុន្តែវានៅតែបន្លឺឡើងក្នុងត្រចៀករបស់អ្នករាល់យប់ការខឹងគេប្រៀបដូចជាការដែលយើងលាបថ្នាំពុលដោយសង្ឃឹមថាឲ្យអ្នកដទៃស្លាប់យើងខឹងគេប៉ុន្តែយើងទេដែលដេកមិនលក់ឥឡូវនេះចូលរៀបចំអេរយាបថដេកឲ្យស្រួលបំផុតបន្ធូរចិញ្ចាមទាំងសងខាងកុំឲ្យវាជួបគ្នាបញ្ចេញស្នាមញញឹមតិចនៅមាត់បិទភ្នែកចុះហើយទុកឲ្យព្រះទេពប្រគុណនាំផ្លូវអ្នកទៅរកការដោះលែងវគ្គទី1ការដកដង្ហើមដើម្បីលាងចម្រាស់កំហឹងចូលចាប់ផ្ដើមដកដង្ហើមចូលឲ្យជ្រៅបំផុតតាមដែលអ្នកអាចធ្វើបានមានអារម្មណ៍ថាខ្យល់អុកស៊ីសែនដ៏ត្រជាក់កំពុងតែរត់ទៅលាងចម្រាស់រាល់កម្ដៅនៃកំហឹងក្នុងទ្រូងដកដង្ហើមចេញយឺតបញ្ចេញនូវរាល់ភាពតានតឹងនិងភាពអាក់អង់ចិត្តចេញមកជាមួយខ្យល់ដង្ហើមចូលខ្ញុំដឹងថាបេះដូងខ្ញុំចង់បានសេចក្តីសុខដង្ហើមចេញខ្ញុំដោះលែងរាល់ការចងពៀវគ្គទី2ការយល់ពីចំណងចិត្តញាតិញោមដឹងទេកំហឹងប្រៀបដូចជាខ្សែចំណងកាលណាអ្នកខឹងនរណាម្នាក់អ្នកកំពុងតែយកខ្សែនោះមកចងភ្ជាប់ខ្លួនឯងទៅនឹងមនុស្សម្នាក់នោះទោះអ្នកទៅដល់ទីណាគេនឹងទៅតាមអ្នកជានិច្ចតាមរយៈការគិតអ្នកកំពុងតែអនុញ្ញាតឲ្យមនុស្សដែលអ្នកស្អប់មកដេកក្នុងចិត្តរបស់អ្នកដោយមិនបង់ថ្លៃឈ្នួលផ្ទះហេតុអ្វីបានជាយើងត្រូវធ្វើបាបខ្លួនឯងដល់ថ្នាក់នេះរឿងដែលគេធ្វើដាក់ញាក់វាបានចប់ទៅហើយវាគឺជាអតីតកាលប៉ុន្តែអ្វីដែលនៅធ្វើឲ្យអ្នកឈឺចាប់ក្នុងពេលនេះគឺការចងចាំរបស់អ្នកខ្លួនឯងបើគេធ្វើបាបអ្នកម្ដងចុះហេតុអ្វីបានជាអ្នកយកវាមកគិតធ្វើបាបខ្លួនឯងរាប់ពាន់ដងទៀត
ក្នុងរាត្រីនេះចូលរៀនធ្វើជាញាក់ស្រាយចំណងមិនមែនស្រាយដើម្បីគេនោះទេប៉ុន្តែគឺស្រាយដើម្បីសេរីភាពរបស់ខ្លួនឯងវគ្គទី3ពិធីបុណ្យនៃការអភិយល់ទោសសាក់លបងស្រមៃមើលអ្នកកំពុងឈរនៅកណ្ដាលវាលស្មៅដ៏ធំលង្វើងលង្វើយនៅពេលរាត្រីដែលមានពន្លឺព្រះច័ន្ទពេញបូរមីក្នុងចិត្តរបស់អ្នកមានខ្សែចំណងខ្មាយជាច្រើនដែលកំពុងរឹតបន្តឹងបេះដូងខ្សែនីមួយតំណាងឲ្យកំហឹងចំពោះមនុស្សម្នាក់ឥឡូវនេះចូលយកកំបិតនៃបញ្ញាកាត់ខ្សែទាំងអស់នោះចោលម្ដងមួយកាត់ខ្សែទី1អភិយល់ទោសឲ្យអ្នកដែលនិយាយដើមយើងកាត់ខ្សែទី2អភិយល់ទោសឲ្យអ្នកដែលក្បត់ទំនុកចិត្តយើងកាត់ខ្សែទី3អភិយល់ទោសឲ្យខ្លួនឯងដែលធ្លាប់ធ្វើខុសអ្នកមិនមែនអភិយល់ទោសព្រោះគេសមនឹងទទួលបានការអភិយល់ទោសនោះទេប៉ុន្តែអ្នកអភិយល់ទោសព្រោះអ្នកសមនឹងទទួលបានសេចក្តីសុខនៅពេលចំណងបានស្រាយបេះដូងរបស់អ្នកនឹងរីកធំដូចជាមេឃវគ្គទី4ការដាំដុះគ្រាប់ពូជនៃមេត្តានៅពេលដែលជាតិពុលនៃកំហឹងចេញអស់ហើយបេះដូងរបស់អ្នកឥឡូវនេះគឺជាដីដ៏មានជីចម្រុះចូលដាំគ្រាប់ពូជនៃមេត្តាជំនួសវិញមេត្តាគឺជាការប្រាថ្នាចង់ឲ្យគេមានសេចក្តីសុខទោះបីជាគេធ្លាប់អាក្រក់ក៏សូមឲ្យគេរកឃើញផ្លូវត្រូវទោះបីជាគេធ្លាប់ធ្វើបាបក៏សូមឲ្យគេឈប់ឈឺចាប់ក្នុងចិត្តគេដែរពីព្រោះមនុស្សដែលធ្វើបាបអ្នកដទៃគឺជាមនុស្សដែលកំពុងឈឺចាប់បំផុតក្នុងខ្លួនគេនៅពេលអ្នកផ្ញើមេត្តាទៅពិភពលោកចិត្តរបស់អ្នកនឹងត្រជាក់ដូចជាទឹកអម្រឹតអ្នកមានអារម្មណ៍ថារាងកាយរបស់អ្នកឡើយដូចជាសម្លៃមិនមានភាពតានតឹងក្នុងទ្រូងទៀតទេមានតែភាពទូលាយនិងស្ងប់ស្ងាត់វគ្គទី5ការលង់លក់ក្នុងដំណេយនៃអ្នកមានសេរីភាពឥឡូវនេះអ្នកលែងជាអ្នកទោសក្នុងកំហឹងទៀតហើយអ្នកបានក្លាយជាអ្នកមានសេរីភាពពិតប្រាកដអ្នកអាចលង់លក់ដោយមិនមានជំពាក់ជំពិនមិនមានពៀវេនមិនមានការស្ដាយរត់មានអារម្មណ៍ថាសន្តិភាពដ៏ទន់ភ្លន់កំពុងតែគ្របដណ្ដប់លើរាងកាយរបស់អ្នករាល់ដង្ហើមដែលចេញចូលគឺជាចង្វាក់នៃសេចក្តីសុខចូលលង់លក់ទៅក្នុងសមុទ្រនៃអភិយល់ទោសចូលលង់លក់ទៅដោយបេះដូងដែលស្អាតបរិសុទ្ធចូលលង់លក់ទៅឲ្យជ្រៅរហូតទៅថ្ងៃស្អែកដ៏ភ្លឺស្វាងដកដង្ហើមចូលអភិយល់ទោសដកដង្ហើមចេញស្ងប់អភិយល់ទោសស្ងប់អភិយល់ទោសស្ងប់សូមចម្រើនពរនិងសួស្តីញាតិញោមនិងអ្នកស្ដាប់ជាទីមេត្រីរាត្រីនេះមេឃហាក់ដូចជាមានភាពស្ងប់ស្ងាត់ខុសពីធម្មតាពន្លឺផ្កាយកំពុងតែរះចែងចាំងនៅខាងក្រៅបង្អួចរបស់អ្នកប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺពន្លឺនៃសតិដែលកំពុងតែចាប់ផ្ដើមរះឡើងនៅក្នុងចិត្តរបស់អ្នកក្នុងភាពមុនយើងបានរៀនអំពីការរស់ក្នុងបច្ចុប្បន្នការរំលាយភាពហត់នឿយនិងការស្រាយចំណងនៃការកំហឹងឥឡូវនេះនៅពេលដែលចិត្តរបស់អ្នកចាប់ផ្ដើមស្អាតនិងមានកន្លែងទំនេរហើយប្រតិជគុណចង់នាំអ្នកឲ្យរៀនដាំដុះផ្កានៃសេចក្តីសុខនៅក្នុងចិត្តវិញម្ដងផ្កានោះគឺសេចក្តីដឹងគុណចូលអ្នករៀបចំខ្លួនសម្រាប់បន្ធូរម្រាមជើងបន្ធូរម្រាមដៃបន្ធូរសាច់ដុំកបញ្ចេញខ្យល់ដង្ហើមចេញឲ្យអស់ពីពោះហើយត្រៀមខ្លួនទទួលយកថាមពលវិជ្ជមាននៅក្នុងរាត្រីនេះវគ្គទី1
ការដកដង្ហើមដោយក្តីស្រឡាញ់ចូលដកដង្ហើមចូលស្រមៃថាអ្នកកំពុងតែស្រូបយកពន្លឺពណ៌មាសដ៏ទន់ភ្លឺចូលទៅក្នុងខ្លួនពន្លឺនេះគឺជាពន្លឺនៃក្តីស្រឡាញ់និងការដឹងគុណដកដង្ហើមចេញស្រមៃថាអ្នកកំពុងតែបញ្ចេញផ្សែងពណ៌ប្រភេទនៃការត្អូញត្រាងនិងភាពមិនពេញចិត្តចេញទៅឲ្យឆ្ងាយដង្ហើមចូលខ្ញុំអរគុណដល់ខ្យល់ដង្ហើមដែលផ្ដល់ជីវិតឲ្យខ្ញុំដង្ហើមចេញខ្ញុំអរគុណដល់រាងកាយដែលនៅជាមួយខ្ញុំវគ្គទី2សិល្បៈនៃការមើលឃើញអ្វីដែលមានតម្លៃញាតិញោមនិងអ្នកស្ដាប់ជាទីស្រឡាញ់មនុស្សយើងភាគច្រើនតែងតែមានទម្លាប់សម្លឹងមើលតែអ្វីដែលយើងខ្វះខាតយើងមើលឃើញតែអ្វីដែលយើងមិនទាន់មានយើងមើលឃើញតែអ្នកដែលពូកែជាងយើងមានជាងយើងការសម្លឹងបែបនេះវានាំមកនូវភាពតូចចិត្តនិងការប្រៀបធៀបដែលមិនចេះចប់តើអ្នកដឹងទេថាខណៈពេលដែលអ្នកកំពុងតែមានគ្រែសម្រាប់ដេកមានភួយសម្រាប់ដណ្ដប់មានផ្ទះសម្រាប់ច្រកនៅលើโลกនេះមានមនុស្សរាប់លានអ្នកកំពុងតែប្រាថ្នាចង់បានជីវិតដូចជាអ្នកការដឹងគុណមិនមែនមានន័យថាការឈប់រីកចម្រើននោះទេប៉ុន្តែវាគឺជាការដឹងតាមតម្លៃនៃអ្វីដែលយើងមានក្នុងដៃក្នុងពេលនេះកាលណាអ្នកដឹងតាមតម្លៃចិត្តរបស់អ្នកនឹងមានភាពឆ្អែតហើយចិត្តដែលឆ្អែតគឺជាចិត្តដែលមិនចេះឃ្លាននៃការច្រណិនឈ្នានីឡើយវគ្គទី3ការរាប់រឿងល្អៗក្នុងថ្ងៃនេះចូលនឹងសាក់លបងសេញជើងគិតមើលតាំងពីព្រឹកព្រលឹមរហូតដល់យប់នេះតើមានរឿងអ្វីខ្លះដែលបានកើតឡើងទោះបីជាថ្ងៃនេះមានរឿងមិនល្អច្រើនក៏ដោយតើអ្នកអាចរកឃើញរឿងល្អតូចមួយបានទេប្រហែលជាការបានញ៉ាំបាយឆ្ងាញ់មួយពេលប្រហែលជាស្នាមញញឹមពីមនុស្សម្នាក់ឬប្រហែលជាការដែលអ្នកនៅតែមានជីវិតដកដង្ហើមមកដល់ពេលនេះចូលនិយាយទៅកាន់ខ្លួនឯងថាអរគុណខ្លួនឯងដែលរឹងមាំឆ្លងកាត់ថ្ងៃនេះបានយ៉ាងល្អអរគុណបេះដូងដែលនៅតែលោតផ្ដាល់ជីវិតឲ្យខ្ញុំទោះបីជាខ្ញុំហត់នឿយប៉ុណ្ណាក៏ដោយអរគុណភ្នែកដែលអនុញ្ញាតឲ្យខ្ញុំមើលឃើញពិភពលោកដ៏ស្រស់ស្អាតនៅពេលដែលអ្នកចាប់ផ្ដើមអរគុណដល់រាងកាយនិងចិត្តរបស់ខ្លួនឯងនោះរបួសផ្លូវចិត្តទាំងឡាយនឹងចាប់ផ្ដើមព្យាបាលដោយឯងវគ្គទី4ការដឹងគុណដល់មនុស្សជុំវិញឥឡូវនេះចូលអ្នកស្រមៃឃើញមុខមនុស្សម្នាក់ដែលធ្វើល្អដាក់ញ៉ាប្រហែលជាឪពុកម្ដាយគ្រូបង្រៀនមិត្តភក្តិឬសូម្បីតែអ្នកដែលធ្លាប់ផ្ដល់ដំបូន្មានតូចមួយដល់អ្នកក៏ដោយចូលផ្ញើសារក្នុងចិត្តទៅកាន់គេថាសូមអរគុណសូមឲ្យអ្នកមានសេចក្តីសុខសូមឲ្យជីវិតរបស់អ្នកជួបតែរឿងល្អៗនៅពេលដែលអ្នកផ្ញើថាមពលនៃសេចក្តីដឹងគុណទៅកាន់អ្នកដទៃចិត្តរបស់អ្នកនឹងមានភាពកក់ក្ដៅយ៉ាងចម្លែកអ្នកនឹងមានអារម្មណ៍ថាពិភពលោកនេះមិនបានអាក្រក់ដូចដែលអ្នកគិតទេពិភពលោកនេះពោរពេញទៅដោយក្តីមេត្តាប្រសិនបើអ្នកចេះសម្លឹងមើលវាដោយបញ្ញាវគ្គទី5ការរំលាយចិត្តទៅក្នុងមហាសមុទ្រនៃសេចក្តីសុខឥឡូវនេះចិត្តរបស់អ្នកកំពុងតែមានភាពផ្អែមល្ហើមនិងទន់ភ្លន់ភាពដឹងគុណត្រូវបានប្រែក្លាក់ចិត្តដែលរឹងរូសឲ្យទៅជាចិត្តដែលស្លូតមក
រាងកាយរបស់អ្នកកាន់តែឡើងកាន់តែមានផាសុកលអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងតែអណ្ដែតទៅក្នុងមហាសមុទ្រនៃសេចក្តីស្រឡាញ់មិនមានការខ្វះខាតមិនមានការប្រាថ្នាចង់បានអ្វីទៀតឡើយមានតែភាពគ្រប់គ្រាន់ចូលលក់ទៅក្នុងរង្វង់ដៃនៃសេចក្តីដឹងគុណចូលលក់ទៅដោយដឹងថាអ្នកគឺជាមនុស្សដែលមានសំណាងបំផុតម្នាក់ក្នុងលោកចូលលក់ទៅឲ្យជ្រៅជ្រៅបំផុតដកដង្ហើមចូលពេញចិត្តដកដង្ហើមចេញដឹងគុណពេញចិត្តដឹងគុណពេញចិត្តដឹងគុណសូមចម្រើនពរនិងសួស្តីញាតិញោមនិងអ្នកស្ដាប់ជាទីមេត្រីរាត្រីនេះមេឃហាក់ដូចជាចង់ប្រាប់យើងថាអ្វីគ្រប់យ៉ាងនឹងត្រឡប់ទៅរកភាពស្ងប់ស្ងាត់វិញនៅទីបញ្ចប់យើងបានធ្វើដំណើរឆ្លងកាត់ការរក់ក្នុងបច្ចុប្បន្នការស្រាយកំហឹងនិងការដឹងគុណរួចមកហើយប៉ុន្តែមានសំណួរមួយដែលញាតិញោមតែងតែសួរថាហេតុអ្វីបានជាខ្ញុំចង់ស្ងប់តែចិត្តវាមិនព្រមស្ងប់ហេតុអ្វីបានជាខ្ញុំចង់សម្រាកតែចិត្តវានៅតែនាំខ្ញុំឲ្យរត់ទៅរកបញ្ហាចម្លើយគឺស្ថិតនៅត្រង់ថាយើងមិនទាន់បានវឹកហាត់ចិត្តរបស់យើងឲ្យមានសតិនៅឡើយចិត្តដែលមិនបានវឹកហាត់ប្រៀបដូចជាសត្វស្វាដែលលោតចុះលោតឡើងមិនចេះហត់វានាំយើងឲ្យទៅខឹងគេវានាំយើងឲ្យទៅតូចចិត្តវានាំយើងឲ្យទៅខ្លាចមេឃខ្លាចដីក្នុងរាត្រីនេះព្រះទេចព្រះគុណនឹងនាំអ្នកឲ្យរៀនធ្វើជាម្ចាស់ចិត្តមិនមែនជាអ្នកបម្រើនៃអារម្មណ៍ឡើយឥឡូវនេះចូលដេកចុកក្នុងអេរិយាបថដែលអ្នកមានអារម្មណ៍ថាមានសេរីភាពបំផុតបន្ធូរចន្លោះចិញ្ចើមបន្ធូរថ្ពោទាំងសងខាងបន្ធូរកញ្ចឹងកដកដង្ហើមចេញឲ្យអស់រួចបិទភ្នែកចុះយឺតវគ្គទី1សតិគឺជាអ្នកយាមទ្វារនៃចិត្តចូលចាប់ផ្ដើមដកដង្ហើមចូលដឹងថាដង្ហើមចូលដកដង្ហើមចេញដឹងថាដង្ហើមចេញសាកល្បងស្រមៃមើលចិត្តរបស់អ្នកគឺជាផ្ទះមួយខ្នងហើយសតិគឺជាអ្នកយាមទ្វារដ៏ចំណានម្នាក់កាលណាមានភ្ញៀវដែលជាការគិតអាក្រក់ការគិតស្មុគស្មាញចង់ចូលមកក្នុងផ្ទះបើអ្នកយាមទ្វារដេកលក់ភ្ញៀវអាក្រក់ទាំងនោះនឹងចូលមកបំផ្លាញរបស់របរក្នុងផ្ទះអ្នកមិនខានប៉ុន្តែបើអ្នកយាមទ្វារដឹងខ្លួនគេគ្រាន់តែមើលឃើញភ្ញៀវនោះរួចប្រាប់ថាអ្នកមិនអាចចូលមកទីនេះបានទេកាលណាអ្នកមានសតិអ្នកនឹងឃើញកំហឹងមុនពេលវាឆេះអ្នកនឹងឃើញការបារម្ភមុនពេលវាធ្វើឲ្យអ្នកយំដង្ហើមចូលខ្ញុំមានសតិដង្ហើមចេញខ្ញុំជាម្ចាស់លើខ្លួនឯងវគ្គទី2ការសង្កេតមើលចរន្តនៃគំនិតញាតិញោមដឹងទេមនុស្សយើងភាគច្រើនតែងតែរត់ចូលទៅក្នុងគំនិតនៅពេលមានរឿងអាក្រក់កើតឡើងយើងក៏คล้ายជាជនរងគ្រោះនៃរឿងនោះភ្លាមក្នុងរាត្រីនេះចូលរៀនធ្វើជាអ្នកមើលកុំធ្វើជាអ្នកលេងសាកល្បងស្រមៃថាអ្នកកំពុងអង្គុយនៅមាត់ស្ទឹងមួយហើយគំនិតរបស់អ្នកគឺជាកំប្លោកដែលអណ្ដែតតាមទឹកគំនិតខឹងអណ្ដែតមករួចក៏អណ្ដែតទៅ
គំនិតបារម្ភអណ្ដែតមករួចក៏អណ្ដែតទៅអ្នកគ្រាន់តែអង្គុយមើលវាមិនចាំបាច់លោតចុះទៅតាមវានោះទេអ្នកមិនមែនជាគំនិតរបស់អ្នកឡើយអ្នកគឺជាសតិដែលដឹងថាគំនិតកំពុងតែកើតឡើងនៅពេលអ្នកមិនរត់តាមវានឹងរលាយបាត់ទៅដោយខ្លួនឯងព្រោះវាគ្មានអាហារសម្រាប់បរិភោគវគ្គទី3ការឈ្នះចិត្តខ្លួនឯងគឺជាជ័យជំនះដ៏អស្ចារ្យព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាការឈ្នះសង្គ្រាមរាប់ពាន់ដងមិនស្មើនឹងការឈ្នះចិត្តខ្លួនឯងតែមួយដងឡើយឈ្នះចិត្តខ្លួនឯងគឺឈ្នះភាពខ្ជិលឈ្នះភាពច្រណែនឈ្នះភាពអត់ធ្មត់តើថ្ងៃនេះមានរឿងអ្វីខ្លះដែលបានមករុករានចិត្តរបស់អ្នកតើអ្នកបានចាញ់វាឬអ្នកបានឈ្នះវាបើទោះបីជាថ្ងៃនេះអ្នកចាញ់ក៏មិនអីដែរយប់នេះគឺជាពេលវេលានៃការសន្សំកម្លាំងសតិដែលអ្នកកំពុងតែវឹកហាត់ក្នុងពេលនេះនឹងក្លាយជាអាវុធដ៏មុតស្រួចសម្រាប់ថ្ងៃស្អែកចូលតាំងចិត្តថាចាប់ពីពេលនេះតទៅខ្ញុំមិនអនុញ្ញាតឲ្យអារម្មណ៍អាក្រក់មកបញ្ជាជីវិតខ្ញុំទៀតឡើយចិត្តដែលរឹងមាំគឺជាចិត្តដែលស្ងប់កាលណាអ្នកស្ងប់អ្នកនឹងមានអំណាចលើពិភពលោកវគ្គទី4ការដោះលែងការគ្រប់គ្រងជារឿងយើងស្មុគស្មាញព្រោះយើងចង់គ្រប់គ្រងអ្វីគ្រប់យ៉ាងយើងចង់ឲ្យគេស្ដាប់យើងចង់ឲ្យការងារដើរតាមគម្រោងយើងចង់ឲ្យមេឃកុំភ្លៀងភាពចង់គ្រប់គ្រងនេះឯងគឺជាតរណៈនៃចិត្តក្នុងរាត្រីនេះចូលរៀនធ្វើជាការព្រមឲ្យអ្វីកើតឡើងតាមដំណើររបស់វាព្រមឲ្យថ្ងៃនេះកន្លងទៅតាមលក្ខណៈរបស់វានៅពេលអ្នកឈប់ប្រឹងគ្រប់គ្រងអ្នកនឹងមានអារម្មណ៍ថាស្រាលយ៉ាងចម្លែកអ្នកនឹងឃើញថាពិភពលោកនៅតែដើរទៅមុខទោះបីជាអ្នកមិនបានរុនវាក៏ដោយចូលទុកចិត្តលើលំហូរនៃជីវិតទុកចិត្តលើសន្តិភាពក្នុងដង្ហើមវគ្គទី5ការរលាយសតិចូលទៅក្នុងដំណេកដ៏នឹងណាត់ឥឡូវនេះចិត្តរបស់អ្នកคล้ายជាបឹងដ៏ស្ងប់ស្ងាត់មួយហើយគ្មានរលកនៃកង្វល់គ្មានខ្យល់នៃភាពភ័យខ្លាចរាងកាយរបស់អ្នកឥឡូវនេះហាក់ដូចជារឹងមាំដូចជាភ្នំប៉ុន្តែស្រាលដូចជាផ្សែងអ្នកកំពុងតែលង់លុបទៅដោយសតិស្មារតីមិនមែនលង់លុបទៅដោយងងឹតស៊ូញសងឡើយប៉ុន្តែគឺលង់លុបទៅដោយពន្លឺនៃភាពដឹងខ្លួនដំណេករបស់អ្នកនឹងក្លាយជាការសម្រាកដ៏មានគុណភាពបំផុតចូលលង់លុបទៅក្នុងភាពជាម្ចាស់លើខ្លួនឯងចូលលង់លុបទៅដោយដឹងថាអ្នករឹងមាំគ្រប់គ្រាន់នឹងឆ្លងកាត់គ្រប់យ៉ាងចូលលង់លុបទៅឲ្យជ្រៅបំផុតដកដង្ហើមចូលដឹងដកដង្ហើមចេញស្ងប់ដឹងស្ងប់ដឹងស្ងប់សូមចម្រើនពរនិងសួស្តីញាតិញោមនិងអ្នកស្ដាប់ជាទីមេត្រីរាត្រីនេះផ្កាយនៅលើមេឃហាក់ដូចជាកំពុងតែរះដើម្បីរំលឹកយើងថាអ្វីគ្រប់យ៉ាងសុទ្ធតែមានពេលវេលារបស់វាយើងបានធ្វើដំណើរឆ្លងកាត់ការដឹងគុណនិងការហ្វឹកហាត់សតិរួចមកហើយឥឡូវនេះដល់ពេលដែលយើងត្រូវរៀនមេរៀនដ៏សំខាន់បំផុតមួយនៃជីវិតគឺសិល្បៈនៃការមិនជាប់ជំពាក់
ហេតុអ្វីបានជាយើងនៅតែមានអារម្មណ៍ថាធ្ងន់ហេតុអ្វីបានជាយើងនៅតែមានអារម្មណ៍ថាខ្លាចបាត់បង់នោះគឺដោយសារតែការតងទៀមយើងតងទៀមនឹងមនុស្សដែលយើងស្រឡាញ់យើងតងទៀមនឹងរបស់របរដែលយើងមានហើយយើងតងទៀមសូម្បីតែគំនិតនិងមោទនភាពរបស់ខ្លួនឯងការតងទៀមប្រៀបដូចជាការដែលយើងក្តាប់រូងភ្នំមួយដកក្តៅក្នុងដៃទោះវាឆេះដៃយើងក៏យើងមិនព្រមលេងព្រោះយើងខ្លាចថាបាក់លេងទៅយើងនឹងមិនសល់អ្វីទាំងអស់ឥឡូវនេះចូលដេកចុះក្នុងអិរិយាបថដែលស្រណុកបំផុតបន្ធូរស្មាបន្ធូរទ្រូងបន្ធូរដៃជើងឲ្យស្រាលដូចជាសម្លៃរួចបិទភ្នែកចុះយឺតៗវគ្គទី1ការយល់ដឹងពីភាពមិនទៀងតាមដង្ហើមចូលចាប់ផ្ដើមដកដង្ហើមចូលដឹងថាដកដង្ហើមចូលដកដង្ហើមចេញដឹងថាដកដង្ហើមចេញសង្កេតមើលដង្ហើមរបស់អ្នកចុះវាចូលមករួចវាក៏ចេញទៅអ្នកមិនអាចទុកដង្ហើមចូលឲ្យនៅជាប់រហូតបានទេហើយអ្នកក៏មិនអាចទុកដង្ហើមចេញឲ្យនៅជាប់រហូតបានដែរបើអ្នកព្យាយាមតងទុកដង្ហើមនោះអ្នកនឹងត្រូវស្លាប់មិនខានជីវិតរស់បានគឺដោយសារការលេងដង្ហើមចូលគឺជាការកើនឡើងដង្ហើមចេញគឺជាការរលត់ទៅអ្វីៗគ្រប់យ៉ាងក្នុងโลกនេះក៏មានសភាពបែបនេះឯងកើតឡើងស្ថិតនៅមួយរយៈរួចក៏បាត់បង់ទៅវិញវគ្គទី2យើងគ្រាន់តែជាអ្នកខ្ចីពីធម្មជាតិញាតិញោមដឹងទេអ្វីដែលយើងហៅថារបស់ខ្ញុំការពិតវាមិនមែនជារបស់យើងពិតប្រាកដឡើយផ្ទះដែលយើងកំពុងដេកឡានដែលយើងកំពុងជិះលុយកាក់ដែលយើងកំពុងសន្សំសូម្បីតែរាងកាយមួយនេះក៏យើងគ្រាន់តែខ្ចីពីធម្មជាតិមកប្រើប្រាស់មួយរយៈប៉ុណ្ណោះនៅពេលដល់វេលាធម្មជាតិនឹងមកទាញយកទៅវិញទាំងអស់ការយល់ដឹងបែបនេះមិនមែនធ្វើឲ្យយើងអស់សង្ឃឹមក្នុងជីវិតនោះទេប៉ុន្តែវាធ្វើឲ្យយើងរស់នៅដោយមិនមានភាពភ័យខ្លាចកាលណាអ្នកដឹងថាអ្វីគ្រាន់តែជារបស់ខ្ចីអ្នកនឹងឈប់ខឹងខ្លាំងនៅពេលវិបត្តិបងអ្នកនឹងឈប់តូចចិត្តនៅពេលគេមិនស្រឡាញ់អ្នកនឹងប្រើប្រាស់អ្វីគ្រប់យ៉ាងដោយក្តីស្រឡាញ់ប៉ុន្តែមិនមែនដោយភាពសញ្ជប់សញ្ជុំតោមទាមឡើយវគ្គទី3ការស្រាយចំណងនៃភាពចង់បានសាកល្បងស្រមៃមើលចិត្តរបស់អ្នកគឺជាមេឃដ៏ធំលំវែងហើយកង្វល់នឹងការតោមទាមរបស់អ្នកគឺជាសត្វខ្លែងដែលមានខ្សែចងមកជាមួយដៃរបស់អ្នកខ្លែងខ្លះតំណាងឲ្យការបារម្ភពីរឿងលុយកាក់ខ្លែងខ្លះតំណាងឲ្យការចង់ឲ្យគេកោតសរសើរឥឡូវនេះចូលមានអារម្មណ៍ថាម្រាមដៃរបស់អ្នកកំពុងតែលេងខ្សែទាំងនោះយឺតមើលសត្វខ្លែងទាំងនោះអណ្ដែតទៅឆ្ងាយកាន់តែឆ្ងាយរហូតដល់បាត់ពីភ្នែកតើអ្នកមានអារម្មណ៍ថាដៃរបស់អ្នកស្រាលទេតើអ្នកមានអារម្មណ៍ថាចិត្តរបស់អ្នកទូលាយដូចមេឃទេនៅពេលអ្នកលេងអ្នកមិនមានបាត់បង់អ្វីទាំងអស់ទេប៉ុន្តែអ្នកទទួលបានពិភពលោកទាំងមូលមកវិញព្រោះអ្នកមិនត្រូវការប្រជែងជាមួយនរណាទៀតហើយវគ្គទី4ការរស់នៅដោយបេះដូងបើកចំហនៅក្នុងរាត្រីនេះចូលប្រាប់ខ្លួនឯងថាអ្វីដែលជារបស់ខ្ញុំវានឹងនៅជាមួយខ្ញុំអ្វីដែលមិនមែនជារបស់ខ្ញុំទោះខ្ញុំខំតងយ៉ាងណាក៏វាត្រូវតែទៅសេចក្តីសុខពិតប្រាកដមិនមែនកើតឡើងដោយសារការមានគ្រប់យ៉ាងតាមចិត្តចង់នោះទេប៉ុន្តែវាកើតឡើងដោយសារការដែលយើងមិនចង់ឲ្យអ្វីដើរតាមចិត្តយើងចូលឲ្យអ្វីកើតឡើងតាមដំណើររបស់វាទៅឲ្យមនុស្សគ្រប់រូបជាខ្លួនឯងទៅឲ្យថ្ងៃស្អែកមកដល់តាមចង្វាក់របស់វាទៅចិត្តដែលមិនតង់ទៀមគឺជាចិត្តដ៏ត្រជាក់បំផុតវាមិនខ្លាចការប្រែប្រួលវាមិនខ្លាចការប្រត់ព្រះព្រោះវាដឹងថានេះគឺជាធម្មជាតិវគ្គទី5ការលង់លប់ក្នុងសេរីភាពនៃចិត្តឥឡូវនេះមិនមានអ្វីត្រូវកាន់ទៀតហើយមិនមានអ្វីត្រូវការពារមិនមានអ្វីត្រូវតស៊ូរាងកាយរបស់អ្នកកំពុងតែរលាយចូលទៅក្នុងភាពទំនេរស្អាតនៃសកលលោក
អ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងអណ្ដែតលើផ្ទៃទឹកដ៏ស្ងប់ស្ងាត់ដែលមិនមានរលកអ្នកកំពុងតែលង់លាប់ទៅក្នុងសេរីភាពជាដំណេរដែលមិនមានបន្ទុកជាដំណេរដែលមិនមានចំណងសន្តិភាពដ៏បរិសុទ្ធកំពុងតែជ្រាបចូលទៅក្នុងគ្រប់ដង្ហើមរបស់អ្នកចូលលង់លាប់ទៅក្នុងសច្ចធម៌នៃភាពមិនទៀងចូលលង់លាប់ដោយការដោះលែងរាល់ការតងទៀមចូលលង់លាប់ទៅឲ្យជ្រៅជ្រៅបំផុតដកដង្ហើមចូលលេងដកដង្ហើមចេញស្ងប់លេងស្ងប់លេងស្ងប់សូមចម្រើនពរនិងសួស្តីញាតិញោមនិងអ្នកស្ដាប់ជាទីមេត្រីរាត្រីនេះមេឃហាក់ដូចជាចង់អោបក្រសោបពិភពលោកទាំងមូលឲ្យចូលទៅក្នុងភាពស្ងប់ស្ងាត់យើងបានធ្វើដំណើរឆ្លងកាត់ការយល់ដឹងពីសច្ចធម៌និងការលះបង់ភាពតងទៀមរួចមកហើយប៉ុន្តែនៅពេលដែលយើងនៅស្ងៀមម្នាក់ឯងក្នុងបន្ទប់ដ៏ងងឹតបែបនេះជារឿយៗភាពឯកោតែងតែមកកក់ទ្វារចិត្តរបស់យើងមានអារម្មណ៍ថាពិភពលោកនេះធំពេកហើយយើងហាក់ដូចជាតូចទាបនិងគ្មាននរណាម្នាក់យល់ពីយើងឡើយញាតិញោមដឹងទេភាពឯកោវាកើតឡើងដោយសារតែចិត្តរបស់យើងបិទវាលហើយយើងបិទខ្លួនឯងឲ្យនៅតែក្នុងរង្វង់តូចមួយនៃខ្ញុំនិងរបស់ខ្ញុំប៉ុន្តែក្នុងរាត្រីនេះព្រះតេជោព្រះគុណចង់នាំអ្នកឲ្យរំលាយរង្វង់តូចនោះចោលរួចបើកបេះដូងឲ្យคล้ายទៅជាមហាវិថីនៃក្តីស្រឡាញ់ដែលមិនមានព្រំដែនឡើយចូលអ្នកផ្ដេកកាយចុះឲ្យមានសេចក្តីសុខបំផុតទុកឲ្យសាច់ដុំគ្រប់កន្លែងរលាយចូលទៅក្នុងពូកដ៏ទន់ល្មើយបិទភ្នែករបស់អ្នកយឺតវគ្គទី1ការភ្ជាប់ទំនាក់ទំនងតាមដង្ហើមសកលចូលចាប់ផ្ដើមដកដង្ហើមចូលស្រមៃថាអ្នកកំពុងតែស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធដែលមនុស្សគ្រប់គ្នានៅលើផែនដីកំពុងប្រើប្រាស់រួមគ្នាដកដង្ហើមចេញយឺតស្រមៃថាដង្ហើមរបស់អ្នកកំពុងតែអណ្ដែតទៅប៉ះនឹងបេះដូងរបស់មនុស្សគ្រប់គ្នាដែលកំពុងដេកលក់ក្នុងពេលនេះអ្នកមិនមែននៅម្នាក់ឯងទេដង្ហើមរបស់អ្នកគឺជាដង្ហើមរបស់សកលលោកកាលណាអ្នកដកដង្ហើមចូលអ្នកកំពុងទទួលយកក្តីស្រឡាញ់ពីធម្មជាតិកាលណាអ្នកដកដង្ហើមចេញអ្នកកំពុងចែករំលែកក្តីស្រឡាញ់ទៅកាន់អ្នកដទៃភាពឯកោនឹងរលាយបាត់នៅពេលដែលអ្នកដឹងថាយើងទាំងអស់គ្នាគឺជាតែមួយវគ្គទី2ការដុតទៀនមេត្តានៅកណ្ដាលទ្រូងសាក់លបងស្រមៃមើលនៅក្នុងជម្រៅនៃបេះដូងរបស់អ្នកមានផ្កាឈូកពណ៌សស្អាតមួយទងកំពុងតែរីកយ៉ាងទន់ភ្លន់នៅកណ្ដាលផ្កាឈូកនោះមានពន្លឺពណ៌មាសទូចមួយដែលកក់ក្ដៅបំផុតពន្លឺនេះគឺជាមេត្តាធម៌មេត្តាគឺជាធម៌ពលដែលមិនចេះរីងស្ងួតវាមិនមែនជាសេចក្តីស្រឡាញ់បែបអត្ថនិយមនោះទេប៉ុន្តែវាគឺជាការប្រាថ្នាល្អដែលចង់ឲ្យសត្វលោកទាំងអស់មានសេចក្តីសុខចូលមានអារម្មណ៍ថាពន្លឺមេត្តានេះកំពុងតែកាន់តែភ្លឺឡើងកាន់តែធំឡើងវាកំពុងតែរលាលចេញពីទ្រូងរបស់អ្នកទៅកាន់រាងកាយទាំងមូលរហូតដល់អ្នកមានអារម្មណ៍ថារាងកាយរបស់អ្នកคล้ายជាដុំពន្លឺដ៏កក់ក្ដៅមួយក្នុងពន្លឺនេះគ្មានភាពត្រជាក់នៃភាពឯកោទៀតឡើយវគ្គទី3ការរំលាយសត្រូវនិងការចងពៀនក្នុងរាត្រីនេះចូលប្រើពន្លឺមេត្តានេះបញ្ជូនទៅកាន់មនុស្សដែលអ្នកមិនចូលចិត្តឬមនុស្សដែលធ្លាប់ធ្វើឲ្យអ្នកឈឺចាប់ការផ្ញើមេត្តាឲ្យសត្រូវ
មិនមែនមានន័យថាអ្នកចាញ់គេនោះទេប៉ុន្តែវាមានន័យថាអ្នកឈ្នះចិត្តខ្លួនឯងអ្នកមិនចង់ឲ្យជាតិពុលនៃកំហឹងមកបំផ្លាញដំណេករបស់អ្នកឡើយចូលនិយាយក្នុងចិត្តយឺតថាសូមឲ្យអ្នករកផ្លូវត្រូវសូមឲ្យអ្នកមានសេចក្តីសុខសូមឲ្យចិត្តរបស់អ្នកត្រជាក់ដូចជាទឹកនៅពេលដែលអ្នកអាចផ្ញើមេត្តាឲ្យអ្នកដែលអាក្រក់ដាក់អ្នកបានចិត្តរបស់អ្នកនឹងមានអំណាចអស្ចារ្យបំផុតអ្នកនឹងមានអារម្មណ៍ថាគ្មាននរណាម្នាក់អាចធ្វើឲ្យអ្នកឈឺចាប់ទៀតឡើយព្រោះបេះដូងរបស់អ្នកធំពេកសម្រាប់ពាក្យសម្ដីអាក្រក់ទាំងឡាយវគ្គទី4ការផ្ញើមេត្តាដល់សត្វលោកក្នុងទិសទាំង10ឥឡូវនេះចូលពង្រីកពន្លឺមេត្តានេះឲ្យចេញផុតពីបន្ទប់របស់អ្នកចេញផុតពីផ្ទះរបស់អ្នកបញ្ជូនវាទៅកាន់មនុស្សដែលកំពុងជួបទុក្ខលំបាកមនុស្សដែលគ្មានផ្ទះសម្បែងមនុស្សដែលកំពុងភ័យខ្លាចក្នុងសង្គ្រាមបញ្ជូនវាទៅកាន់សត្វទេរឆានទាំងឡាយមិនថាអ្នកដែលហោះលើមេឃដែលលើដីឬហែលក្នុងទឹកឡើយពោលក្នុងចិត្តយឺតថាសូមឲ្យសត្វលោកទាំងឡាយកុំមានពៀននឹងគ្នាសូមឲ្យសត្វលោកទាំងឡាយរស់នៅដោយគ្មានការបៀតបៀនសូមឲ្យសត្វលោកទាំងឡាយមានសេចក្តីសុខតាមផ្លូវចិត្តកាលណាអ្នកផ្ញើមេត្តាបានកាន់តែឆ្ងាយចិត្តរបស់អ្នកនឹងកាន់តែស្រាលអ្នកនឹងមានអារម្មណ៍ថាខ្លួនឯងគឺជាចំណែកនៃសន្តិភាពពិភពលោកវគ្គទី5ការរំលាយខ្លួនចូលតែក្នុងសុបិននៃមេត្តាធម៌ឥឡូវនេះភាពឯកោបានរលាយបាត់អស់ហើយអ្នកកំពុងដេកនៅក្នុងរង្វង់ដៃនៃក្តីស្រឡាញ់របស់សកលលោកអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពបំផុតមានកក្តៅបំផុតរាល់កោសិការបស់រាងកាយរបស់អ្នកកំពុងតែញញឹមដោយសេចក្តីសុខគ្មានអ្វីត្រូវខ្លាចគ្មានអ្វីត្រូវបារម្ភអ្នកគឺជាមេត្តាមេត្តាគឺជាអ្នកចូលលក់ទៅក្នុងរលកនៃមេត្តាធម៌ដ៏ត្រជាក់ត្រជុំចូលលក់ទៅដោយដឹងថាមានថាមពលនៃក្តីល្អការពារអ្នកចូលលក់ទៅឲ្យជ្រៅបំផុតដកដង្ហើមចូលមេត្តាដកដង្ហើមចេញសន្តិភាពមេត្តាសន្តិភាពសូមចម្រើនពរនិងសួស្តីញាតិញោមនិងអ្នកស្ដាប់ជាទីមេត្រីរាត្រីនេះទោះបីជាមេឃងងឹតយ៉ាងណាក៏ដោយក៏វានៅតែមានពន្លឺផ្កាយតូចរះចែងចាំងជានិច្ចយើងបានធ្វើដំណើរឆ្លងកាត់ការរំលាយភាពឯកោនិងការដាំដំណុះមេត្តាធម៌រួចមកហើយឥឡូវនេះព្រះទេពព្រះគុណចង់នាំអ្នកឲ្យសម្លឹងមើលទៅលើកម្លាំងចិត្តរបស់ខ្លួនឯងវិញម្ដងក្នុងជីវិតរបស់មនុស្សយើងជារឿយយើងតែងតែជួបនឹងរដូវកាលដ៏ងងឹតរដូវកាលដែលយើងមានអារម្មណ៍ថាអស់សង្ឃឹមហត់នឿយនិងចង់បោះបង់អ្វីគ្រប់យ៉ាងញាតិញោមដឹងទេភាពងងឹតមិនមែនមកដើម្បីបំផ្លាញអ្នកនោះទេប៉ុន្តែវាមានតួនាទីមកដើម្បីបង្ហាញឲ្យអ្នកឃើញថាអ្នករឹងមាំប៉ុណ្ណាប្រៀបដូចជាផ្កាយដែលវារះបានស្អាតបំផុតគឺនៅកណ្ដាលអាកាសដែលងងឹតបំផុតក្នុងរាត្រីនេះព្រះទេពព្រះគុណចង់ឲ្យអ្នករកឃើញពន្លឺក្នុងខ្លួនឯងដែលមិនមានបញ្ហាណាមួយអាចពន្លត់វាបានឡើយចូលអ្នកសម្រួលដង្ហើមឲ្យបានស្រួលទុកឲ្យរាងកាយទាំងមូលសម្រាកដោយភាពជឿជាក់បិទភ្នែកចុះយឺតវគ្គទី1ការដកដង្ហើមសន្សំថាមពលចិត្តចូលចាប់ផ្ដើមដកដង្ហើមចូលស្រមៃថាអ្នកកំពុងតែស្រូបយកថាមពលនៃសេចក្តីក្លាហានចូលទៅក្នុងទ្រូងដកដង្ហើមចេញយឺតបញ្ចេញនូវរាល់ភាពភ័យខ្លាចនិងភាពសង្ស័យលើខ្លួនឯងចេញទៅឲ្យអស់
រាល់ដង្ហើមចូលអ្នកកំពុងតែបញ្ចូលថ្មឲ្យចិត្តរបស់អ្នករាល់ដង្ហើមចេញអ្នកកំពុងតែដោះលែងបន្ទុកដែលធ្ងន់ធ្ងរមានអារម្មណ៍ថារាងកាយរបស់អ្នកកំពុងតែទទួលបានកម្លាំងថ្មីទោះបីជាអ្នកកំពុងតែដេកសម្រាកក៏ដោយវឹកទី2ការមើលឃើញពន្លឺតូចមួយក្នុងភាពងងឹតសាកល្បងស្រមៃមើលថាអ្នកកំពុងតែដើរក្នុងរូងភ្នំដ៏ងងឹតមួយដែលមើលមិនឃើញផ្លូវចេញអ្នកប្រហែលជាមានអារម្មណ៍ភ័យខ្លាចនិងបារម្ភប៉ុន្តែនៅពេលដែលអ្នកឈប់សម្រាកឲ្យស្ងប់អ្នកនឹងឃើញពន្លឺតូចមួយនៅខាងមុខឆ្ងាយឆ្ងាយពន្លឺនោះគឺជាក្តីសង្ឃឹមក្តីសង្ឃឹមវាមិនចាំបាច់ធំដោយព្រះអាទិត្យនោះទេសូម្បីតែពន្លឺទៀនតូចមួយក៏អាចបំបែកភាពងងឹតបានដែរចូលពិនិត្យមើលជីវិតរបស់អ្នកតើមានរឿងល្អៗអ្វីខ្លះដែលនៅសេសសល់តើមានមនុស្សប៉ុន្មានអ្នកដែលនៅតែជឿជាក់លើអ្នកតើអ្នកបានឆ្លងកាត់ការលំបាកប៉ុន្មានដងហើយក្នុងជីវិតនេះកាលពីមុនអ្នកក៏ធ្លាប់គិតថាអ្នកមិនអាចឆ្លងផុតដែរប៉ុន្តែមកដល់ពេលនេះអ្នកនៅតែឈរជើងបានយ៉ាងរឹងមាំនោះហើយគឺជាភ័ស្តុតាងថាអ្នកគឺជាអ្នកតស៊ូដ៏ពូកែម្នាក់វគ្គទី3ការដាំដំណោះជំនឿចិត្តលើខ្លួនឯងញាតិញោមនិងអ្នកស្ដាប់ជាទីមេត្រីសត្រូវដ៏ធំបំផុតរបស់មនុស្សយើងមិនមែនជាអ្នកដទៃនោះទេប៉ុន្តែគឺជាសំឡេងក្នុងចិត្តដែលតែងតែប្រាប់យើងថាយើងមិនអាចធ្វើបានទេយើងមិនល្អគ្រប់គ្រាន់ទេសំឡេងនេះឯងដែលធ្វើឲ្យយើងបាក់កម្លាំងចិត្តក្នុងរាត្រីនេះចូលរៀននិយាយទៅកាន់ខ្លួនឯងដោយភាពមេត្តាវិញខ្ញុំជឿជាក់លើខ្លួនឯងខ្ញុំរឹងមាំជាងអ្វីដែលខ្ញុំបានគិតរាល់ការលំបាកគឺជាមេរៀនដែលមកពង្រឹងស្មារតីរបស់ខ្ញុំទោះបីជាថ្ងៃនេះមិនទាន់ល្អក៏មិនមានន័យថាថ្ងៃស្អែកមិនល្អនោះដែរចូលចងចាំថាអ្នកគឺជាម្ចាស់វាសនាខ្លួនឯងកាលណាអ្នកមិនបោះបង់ខ្លួនឯងនោះសកលលោកក៏មិនបោះបង់អ្នកដែរវគ្គទី4ការរំលាយភាពបរាជ័យទៅជាកម្លាំងជឿនលឿនមុននឹងលំលាប់ទៅកាន់នេត្រាចូលរំលាយរាល់អារម្មណ៍បរាជ័យទាំងឡាយដែលកើតឡើងក្នុងថ្ងៃនេះបរាជ័យគ្រាន់តែជាព្រឹត្តិការណ៍វាមិនមែនជាអត្តសញ្ញាណរបស់អ្នកទេកុំឲ្យពាក្យសម្ដីរបស់អ្នកដទៃមកកំណត់តម្លៃរបស់អ្នកតម្លៃរបស់អ្នកស្ថិតនៅក្នុងបេះដូងដ៏បរិសុទ្ធនិងការព្យាយាមរបស់អ្នកចូលស្រមៃថារាល់បញ្ហាដែលអ្នកជួបកំពុងតែរលាយคล้ายជាជីសម្រាប់ដាំជើងទ្រើយនៃបញ្ញារបស់អ្នកឲ្យកាន់តែដុះខ្ពស់អ្នកមានអារម្មណ៍ថាខ្លួនឯងកាន់តែមានភាពចាស់ធំកាន់តែមានភាពនឹងណាត់ភាពងងឹតនៃរាត្រីនេះនឹងនាំមកពន្លឺព្រះអាទិត្យដ៏ភ្លឺស្វាងในថ្ងៃស្អែកវគ្គទី5ការលងលួបថ្លងភាពកក់ក្ដៅនៃក្តីសង្ឃឹមឥឡូវនេះចិត្តរបស់អ្នកពោពេញទៅដោយថាមពលវិជ្ជមានអ្នកលែងខ្លាចភាពងងឹតទៀតហើយព្រោះអ្នកបានរកឃើញពន្លឺក្នុងចិត្តរួចជាស្រេចរាងកាយរបស់អ្នកកំពុងតែសម្រាកដើម្បីត្រៀមខ្លួនសម្រាប់ជ័យជំនះថ្មីនៅថ្ងៃស្អែកអ្នកមានអារម្មណ៍ថាកក់ក្ដៅមានសុវត្ថិភាពនិងមានមោទនភាពចំពោះខ្លួនឯងមានអ្វីមិនអាចមករំខានដល់សន្តិភាពខាងក្នុងរបស់អ្នកបានឡើយចូលលងលួបទៅក្នុងកម្លាំងចិត្តដ៏មហិមាចូលលងលួបទៅដោយដឹងថាអ្វីគ្រប់យ៉ាងនឹងល្អប្រសើរឡើងចូលលងលួបទៅឲ្យជ្រៅបំផុតដកដង្ហើមចូលកម្លាំងចិត្តដកដង្ហើមចេញជឿជាក់កម្លាំងចិត្តជឿជាក់កម្លាំងចិត្តជឿជាក់សូមចម្រើនពរនិងសួស្តីញាតិញោមនិងអ្នកស្ដាប់ជាទីមេត្រីរាត្រីនេះគឺជាពេលវេលានៃការជំរះលៀងបន្ទាប់ពីយើងបានរៀនអំពីកម្លាំងចិត្តនិងក្តីសង្ឃឹមក្នុងភាគមុនមកឥឡូវនេះដល់ពេលដែលយើងត្រូវសម្លឹងមើលទៅលើគ្រឹះនៃសន្តិភាព
ដែលស្ថិតស្ថេរបំផុតគឺភាពស្អាតស្អំនៃចិត្តតើមានរឿងអ្វីខ្លះដែលធ្វើឲ្យញាក់ដេកមិនលក់ជារឿយវាមិនមែនមកពីសំឡេងរំខានខាងក្រៅនោះទេប៉ុន្តែវាគឺជាសំឡេងនៃមនុស្សការរបស់យើងការយល់ដឹងអំពីច្បាប់កម្មផលឬច្បាប់នៃហេតុផលមិនមែនជារឿងគួរឲ្យខ្លាចនោះទេប៉ុន្តែវាគឺជាផែនទីដែលនាំយើងទៅរកភាពស្ងប់ចិត្តបើយើងដាំគ្រាប់ពូជល្អយើងនឹងបានផលល្អបើយើងមានចិត្តស្អាតយើងនឹងមានដំណេកដែលស្អាតចូលញាក់រៀបចំអេរិយាបថដេកឲ្យមានភាពស្រណុកបំផុតបន្ធូរផ្ទៃមុខបន្ធូរថ្កៀមទាំងសងខាងបន្ធូររាងកាយឲ្យរលាយចូលទៅក្នុងភាពស្ងប់ស្ងាត់នៃរាត្រីរួចបិទភ្នែកចុះយឺតវគ្គទី1ការជំរះចិត្តតាមរយៈដង្ហើមវិសុទ្ធចូលចាប់ផ្ដើមដកដង្ហើមចូលស្រមៃថាអ្នកកំពុងតែស្រូបយកទឹកអមฤតនៃសេចក្តីល្អចូលទៅក្នុងខ្លួនដកដង្ហើមចេញយឺតស្រមៃថាអ្នកកំពុងតែបញ្ចេញរាល់ភាពល្អក្រកនិងភាពក្តៅក្រហាយចេញមកជាមួយខ្យងដង្ហើមដង្ហើមចូលខ្ញុំដឹងថាខ្ញុំជាមនុស្សល្អដង្ហើមចេញខ្ញុំជំរះរាល់ភាពសោកសៅមានអារម្មណ៍ថារាល់ដង្ហើមចេញចូលកំពុងតែធ្វើឲ្យចិត្តរបស់អ្នកកាន់តែថ្លាដូចជាទឹកអណ្ដូងនាពេលព្រឹកព្រលឹមវគ្គទី2ការយល់ដឹងអំពីផលនៃអំពើល្អញាតិញោមដឹងទេអ្វីដែលអ្នកបានធ្វើក្នុងថ្ងៃនេះទោះជាល្អក្តីទោះជាមិនល្អក្តីវាមិនបានបាត់បង់ទៅណាឡើយវាត្រូវបានកត់ត្រាទុកនៅក្នុងធនាគារចិត្តរបស់អ្នកបើសពថ្ងៃនេះអ្នកមានអារម្មណ៍ថាស្មុគស្មាញចូលត្រឡប់មកពិនិត្យមើលហេតុវិញប៉ុន្តែក្នុងរាត្រីនេះព្រះតេជព្រះគុណមិនចង់ឲ្យអ្នកអង្គុយស្ដាយក្រោយនោះទេអ្វីដែលខុសចូលទុកឲ្យវាជាមេរៀនអ្វីដែលល្អចូលយកវាមកធ្វើជាភួយដើម្បីដណ្ដប់ចិត្តចូលរំលឹកដល់អំពើល្អតូចដែលអ្នកបានធ្វើក្នុងថ្ងៃនេះការនិយាយពាក្យផ្អែមល្ហែមទៅកាន់នរណាម្នាក់ការជួយការងារមិត្តរួមការងារឬការរក្សាចិត្តឲ្យនៅស្ងប់ក្នុងស្ថានភាពពិបាកអំពើល្អទាំងនេះឯងគឺជាដើមទុននៃសន្តិភាពរបស់អ្នកវគ្គទី3ការលាងចម្រះមនុស្សការសាក់លបងស្រមៃមើលអ្នកកំពុងឈរនៅក្បែរទឹកឆ្លុះដ៏ត្រជាក់មួយនៅកណ្ដាលព្រៃភ្នំទឹកដែលធ្លាក់ចុះមកមានពណ៌សស្អាតនិងមានពន្លឺចែងចាំងចូលទៅឈរនៅក្រោមទឹកឆ្លុះនោះមានអារម្មណ៍ថាទឹកដ៏ត្រជាក់នេះកំពុងតែលាងចម្រះរាល់ភាពមន្ទិលសង្ស័យនិងភាពខ្មាស់អៀនចេញពីបេះដូងរបស់អ្នកមិនមានអ្វីត្រូវលាក់បាំងមិនមានអ្វីត្រូវភ័យខ្លាចនៅពីមុខសច្ចធម៌អ្នកគឺជាមនុស្សម្នាក់ដែលកំពុងតែខិតខំអភិវឌ្ឍចិត្តចូលប្រាប់ខ្លួនឯងថាចាប់ពីពេលនេះទៅខ្ញុំនឹងជ្រើសរើសដើរលើផ្លូវនៃសេចក្តីល្អខ្ញុំមិនធ្វើបាបខ្លួនឯងនិងអ្នកដទៃទៀតដោយចេតនាទៀតឡើយនៅពេលដែលអ្នកតាំងចិត្តបែបនេះចិត្តរបស់អ្នកនឹងមានភាពនឹងណាត់យ៉ាងអស្ចារ្យវគ្គទី4ការដាំដុះហិរិនិងអោតបៈភាពខ្មាស់អៀននិងការខ្លាចរអាអំពើអាក្រក់ក្នុងរាត្រីនេះចូលធ្វើឲ្យចិត្តរបស់អ្នកមានភាពថ្លៃថ្នូរភាពថ្លៃថ្នូរមិនមែនស្ថិតនៅលើសម្លៀកបំពាក់នោះទេប៉ុន្តែស្ថិតនៅលើភាពស្មោះត្រង់នៃចិត្តនៅពេលដែលអ្នកដេកលក់ដោយមានមនសិការស្អាតស្អំអ្នកនឹងមិនបារម្ភពីអ្វីដែលអ្នកដទៃនិយាយឡើយអ្នកនឹងដឹងថាដរាបណាខ្ញុំមិនបានធ្វើខុសខ្ញុំមិនចាំបាច់មានការតក់ស្លុតឡើយចូលមានអារម្មណ៍ថា
សេចក្តីសុខដែលកើតចេញពីភាពស្អាតស្អំកំពុងតែគ្របសំដប់រាងកាយរបស់អ្នកវាគឺជាសេចក្តីសុខដែលមិនត្រូវការសម្ដែងជាសេចក្តីសុខដែលមិនត្រូវការកុហកវាគឺជាសន្តិភាពនៃអ្នកសាច់វគ្គទី5ការលង់លក់ក្នុងវិសុទ្ធិភាពនៃរាត្រីឥឡូវនេះចិត្តរបស់អ្នកបានប្រែជាសស្អាតដូចជាក្រណាត់សូត្រសមិនមានស្នាមប្រឡាក់នៃកង្វល់មិនមានធូលីដីនៃភាពលោភលន់រាងកាយរបស់អ្នកឥឡូវនេះហាក់ដូចជាអណ្ដែតនៅក្នុងពន្លឺព្រះច័ន្ទដ៏ត្រជាក់អ្នកកំពុងតែលង់លក់ទៅក្នុងដំណេកនៃអ្នកមានបុណ្យជាដំណេកដែលទេវតាតាមថែរក្សាជាដំណេកដែលមិនមានសុបិនអាក្រក់សន្តិភាពដ៏ជ្រៅជ្រែងបំផុតកំពុងតែជ្រាបចូលទៅក្នុងព្រលឹងរបស់អ្នកចូលលង់លក់ទៅក្នុងច្បាប់នៃហេតុផលដ៏យុត្តិធម៌ចូលលង់លក់ទៅដោយបេះដូងដ៏ជ្រះស្លាស់បំផុតចូលលង់លក់ទៅឲ្យជ្រៅបំផុតដង្ហើមចូលជ្រះថ្លាដង្ហើមចេញស្ងប់ជ្រះថ្លាស្ងប់សូមចម្រើនពរនិងសួស្តីញាតិញោមនិងអ្នកស្ដាប់ជាទីមេត្រីយើងបានធ្វើដំណើរជាមួយគ្នាមកដល់ច្រកទ្វារចុងក្រោយនៃរាត្រីនេះហើយចាប់តាំងពីការរៀនរស់ក្នុងបច្ចុប្បន្នរហូតដល់ការជំរះចិត្តឲ្យស្អាតបរិសុទ្ធក្នុងភាគមុនឥឡូវនេះដល់ពេលដែលយើងត្រូវរំលាយអ្វីៗគ្រប់យ៉ាងចោលឲ្យអស់មិនមានខ្ញុំមិនមានអ្នកមិនមានបញ្ហានិងមិនមានពិភពលោកទៀតឡើយមានតែសន្តិភាពដ៏អមតៈមួយដែលនៅស្ថិតស្ថេរជានិរន្តរ៍ក្នុងភាគបញ្ចប់នេះព្រះតេជប្រគុណចង់នាំអ្នកឲ្យទៅពាក់នឹងសភាវៈដើមនៃចិត្តដែលមិនទាន់ត្រូវកង្វល់មកបៀតបៀនចិត្តដែលស្រក់ថ្លាដូចជាលំហអាកាសចូលអ្នកសម្រាកក្នុងអេរិយាបថដែលអ្នកលែងចង់កម្រើកខ្លួនទៀតហើយបន្ធូររាងកាយទាំងមូលឲ្យคล้ายជាចំណែកមួយនៃផ្ទៃដីបិទភ្នែកចុះយឺតហើយទុកឲ្យសកលលោកអោបក្រសោបអ្នកវគ្គទី1ការរលាយរូបកាយចូលទៅក្នុងធម្មជាតិចូលចាប់ផ្ដើមដកដង្ហើមចូលវែងនិងជ្រៅបំផុតដកដង្ហើមចេញយឺតបំផុតសាកល្បងស្រមៃមើលរាងកាយរបស់អ្នកកំពុងតែប្រែជាស្រាលកាន់តែស្រាលរហូតដល់វារលាយคล้ายជាខ្យល់សក់ស្បែកសាច់ដុំនិងឆ្អឹងកំពុងតែរលាយបាត់ទៅម្ដងបន្តិចអ្នកលែងមានអារម្មណ៍ថាធ្ងន់ទៀតហើយអ្នកគឺជាមេឃអ្នកគឺជាពពកអ្នកគឺជាពន្លឺផ្កាយដង្ហើមរបស់អ្នកគឺជាចង្វាក់នៃសកលលោកទាំងមូលវគ្គទី2ការរលត់នៃរលកសញ្ញាទាំងឡាយញាតិញោមដឹងទេអ្វីដែលយើងធ្លាប់បារម្ភជារឿងសន្មត់ទាំងអស់ឈ្មោះតួនាទីកិត្តិយសនិងទ្រព្យសម្បត្តិក្នុងពេលនេះវាមិនមានអត្ថន័យអ្វីឡើយប្រៀបដូចជាទូរទស្សន៍ដែលយើងបិទសញ្ញារូបភាពដែលធ្លាប់មានចលនាក៏រលត់បាត់ទៅក្នុងភាពស្ងប់ស្ងាត់ចូលមានអារម្មណ៍ថារាល់រឿងរ៉ាវក្នុងជីវិតរបស់អ្នកកំពុងតែរលត់ទៅម្ដងបន្តិចរឿងការងាររលត់ទៅរឿងគ្រួសាររលត់ទៅរឿងអតីតកាលនិងអនាគតកាលរលត់ទៅនៅសល់តែភាពស្ងប់ស្ងាត់ដ៏អស្ចារ្យមួយនៅក្នុងភាពស្ងប់ស្ងាត់ដ៏ជ្រាលជ្រាវនេះអ្នកនឹងឃើញថាសន្តិភាពមិនមែនជាអ្វីដែលយើងត្រូវបង្កើតនោះទេប៉ុន្តែវាគឺជាអ្វីដែលមានស្រាប់នៅក្នុងខ្លួនយើងជានិច្ចវាដូចជាបាតសមុទ្រដ៏ស្ងប់ស្ងាត់ជានិច្ច
ទោះបីជាមានរលកមកបក់នៅខាងលើខ្លាំងប៉ុណ្ណាក៏ដោយឥឡូវនេះអ្នកបានមកដល់បាតសមុទ្រនៃចិត្តហើយទីនេះមិនមានសំឡេងរំខានមិនមានការប្រជែងមិនមានការឈឺចាប់មានតែភាពត្រជាក់ត្រជុំនិងភាពសុខសាន្តដែលអាចពណ៌នាបានទីនេះហើយគឺជាផ្ទះពិតប្រាកដរបស់អ្នកវគ្គទី4ការคลายជាតែមួយនឹងសន្តិភាពក្នុងភាគបញ្ចប់នៃអាល់បាមនេះចូរអនុញ្ញាតឲ្យខ្លួនឯងរលាយបាត់ទៅក្នុងសន្តិភាពនេះទាំងស្រុងអ្នកមិនមែនជាអ្នកដេកទេប៉ុន្តែអ្នកគឺជាតំណែងខ្លួនឯងតែប៉ុណ្ណោះអ្នកគឺជាសេចក្តីសុខអ្នកគឺជាភាពស្ងប់ស្ងាត់មិនមានអ្វីត្រូវធ្វើទៀតឡើយមិនមានអ្វីត្រូវដឹងទៀតឡើយអ្វីគ្រប់យ៉ាងគឺជារឿងល្អឥតឯកចូលសម្រាកចុះក្នុងអោបក្រសោបផ្លែធរនិងសកលលោកវគ្គទី5ការលងលប់ជានិរន្តរក្នុងរាត្រីចូលលងលប់ទៅក្នុងអ្វីដែលមានទីបញ្ចប់នោះចូលលងលប់ទៅក្នុងសន្តិភាពដែលមិនចេះប្រែប្រួលចូលលងលប់ទៅឲ្យជ្រៅជ្រៅរហូតដល់អ្នកនឹងសន្តិភាពคล้ายជាតែមួយដកដង្ហើមចូលសន្តិភាពដកដង្ហើមចេញអមតៈសន្តិភាពអមតៈសន្តិភាពអមតៈសូមឲ្យញាតិញោមទាំងអស់គ្នាលំលប់ក្នុងសេចក្តីសុខនិងភ្ញាក់ឡើងវិញដោយបញ្ញាដ៏ភ្លឺស្វាងសូមចម្រើនពរលា